នេះគឺជាវីដេអូចាស់ទេពុកម៉ែពុំមីងបងប្អូនទាំងអស់គ្នាតែខ្ញុំចង់លើកយកមកនិយាយសារឡើងវិញក្នុងការនិមន្តមកដល់របស់ព្រះអង្គធម្មនវិស័យបណ្ឌិតច័ន្ទមនីកាលពីឆ្នាំទៅណានៅរាជធានីលង្វែកក្នុងការប្រារព្ធពិធីបុណ្យទេសនាមហាជាតិដកចឹងចង់សួរទៅពុកម៉ែពុំមីងបងប្អូនវិញថាចង់ឃើញព្រះវត្តមានរបស់ព្រះអង្គនិមន្តចូលរួមក្នុងឆ្នាំនេះដែរឬទេព្រោះថាឥឡូវនេះចូល2025ហើយនឹងគៀកនឹងខែធ្នូឆ្នាំ2025នេះក៏មានការប្រារព្ធនៅបុណ្យទេសនាមហាជាតិដកនៅរាជធានីលង្វែកជាលើកទី2អញ្ចឹងច្បាស់ណាស់ថាលោកយាយលោកតាប្រជាពុទ្ធបរិស័ទគ្រប់ទិសទីទាំង8ទាំងអស់ច្បាស់ជាចង់ដឹងហើយថាតើមានព្រះវត្តមានរបស់ព្រះអង្គធម្មនវិស័យបណ្ឌិតច័ន្ទមនីដែរឬយ៉ាងណាហើយជាពិសេសនឹងពុកម៉ែពុំមីងបងប្អូនត្រៀមអ្វីត្រៀមមួយមុខ1000មុខបានន័យថាបើសិនជាមានស្ករគ្រាប់អញ្ចឹងស្ករគ្រាប់1000គ្រាប់ទៅបើមានល្ងអញ្ចឹងល្ង1000គ្រាប់ទៅបើសិនជាមានសដែក1000គ្រាប់ទៅគឺថាមួយមុខ1000បើយើងចង់ចូលរួមជាថវិកាกระดาษ1000ស្លឹកទៅអញ្ចឹងណាពុកម៉ែពុំមីងបងប្អូនឆ្នាំនេះដឹងតែកក្រឹកកក្រែងទៀតហើយដឹងតែសបាយនឹងអនុមោទនាតែបើមានព្រះវត្តមានរបស់ព្រះអង្គគឺថាក៏មានពុទ្ធបរិស័ទចូលរួមបានច្រើនអញ្ចឹងណាអញ្ចឹងពុកម៉ែពុំមីងបងប្អូនរងចាំព័ត៌មានខ្ញុំអាប់ដេតក្នុងពេលឆាប់នេះថាតើមានព្រះវត្តមានរបស់ព្រះអង្គធម្មនវិស័យបណ្ឌិតច័ន្ទមនីដែរឬយ៉ាងណាសូមអរគុណប្រជាស្រីប្រុងឆ្ងាយចិត្តរួមមូលមិត្តច្រើនឥតកែងនីមកបង្កបាញ់ទៅផងសធាចាំប្រាំងអង្គច័ន្ទមនីជាទីជ្រាំងថ្លាមានជំនឿជឿលើព្រះអង្គបរិសុទ្ធផូរផង់សង់ឧត្តមពិតសំសាវាំងរបស់ព្រះពុទ្ធប្រសើរបំផុតក្បួនវិន័យធម៌អារាជធានីជាទីមនោរម្យមីងពូអ៊ំលោកយាយលោកតាសូមដឹងគុណលោកជំទាវអុកញ៉ាលោកមានមេត្តាបានអនុញ្ញាតឲ្យបានសម្ដាប់ធម្មទានទាំងស្នេហាការបញ្ញាចិត្តបានធូរស្បើយព្រះអង្គច័ន្ទមនីនឹងរាជនីបានគុំកាងហើយបីពេញរដ្ឋា